សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel បតមាន Yukiko ដែលថ្ងៃនេះមាននឹងមកសម្រាប់បន្តជាមួយនឹងសាច់រឿងស្នេហាពាន់ឆ្នាំរបស់យើងជាបន្តទៀតដែលកាលពីភាគមុនយើងបានដឹងហើយថាអាស៊ីងគឺគាត់ចូលមកផ្ទះហ្នឹងគឺមិនមែនអចេតនានោះទេគាត់ចូលមកដើម្បីរួចរបស់ម្យ៉ាងចេញពីផ្ទះមួយហ្នឹងអញ្ចឹងណាអញ្ចឹងហើយបើសិនចង់ដឹងថាសាច់រឿងទៅមុខនឹងមានរឿងអីកើតឡើងជាបន្តទៀតទៅតាមដានជាមួយនឹង admin ទាំងអស់គ្នាដែលផ្ដើមនៅ chapter ទី3នេះយើងបានឃើញថាអាស៊ីងកំពុងតែដើរលបទៅកាន់ជាន់លើកពួរតែព្រះសង្ឃហ្នឹងបានប្រាប់គាត់ថានៅជាន់លើហ្នឹងគឺមានម្ជូរខ្មៅមួយហើយឲ្យអាស៊ីងហ្នឹងគឺរកក្រុមកម្មព្រះហ្នឹងគឺនៅក្នុងម្ជូរខ្មៅហ្នឹងទៅហើយអ្វីគ្រប់យ៉ាងដែលអាស៊ីងចង់បានហ្នឹងគឺនៅទីនោះដូចគ្នាបន្ទាប់ពីអាស៊ីងឡើងមកដល់ជាន់លើហ្នឹងហើយគាត់បានគិតថាជាន់លើហ្នឹងគឺវាតូចជាងជាន់ក្រោមទៀតបើតាមគាត់បានស្មានយ៉ាងហោចណាស់ក៏ពាក់កណ្ដាលដែរប៉ុន្តែតើឈុងផ្សេងទៀតហ្នឹងគឺនៅឯណាហើយតែបរិបទចំណាំអ្នកហ្នឹងគឺគាត់បានកុហកខ្ញុំទេត្រូវបន្ទាប់ពីគាត់បានធ្វើហ្នឹងអាស៊ីងក៏បានដើរទៅគូនជាងផ្សេងទៀតខេងលោមានបន្ទប់សម្ងាត់អីអញ្ចឹងណាហើយបន្ទាប់ពីគាត់គូហើយគឺគាត់បានឃើញថានៅកន្លែងហ្នឹងគឺពិតជាមានបន្ទប់សម្ងាត់ពិតមែនប៉ុន្តែគាត់អត់ដឹងថាចូលរបៀបមកទេអញ្ចឹងហើយគាត់ក៏ព្យាយាមរកវិធីដើម្បីចូលក្នុងបន្ទប់សម្ងាត់មួយហ្នឹងហើយគាត់បានរកគ្រប់កន្លះទៅហើយនៅតែរកអត់ឃើញនៅកន្លះសម្ងាត់នៅបន្ទប់សម្ងាត់មួយហ្នឹងបន្ទាប់ពីគាត់រកសឹកហ្នឹងគាត់បានដើរមកដល់កន្លែងក្តារអុកមួយហើយគាត់បានគិតថាតើវាអាចទៅរួចអត់ដែលក្តារអុកហ្នឹងគឺជាកន្លះសម្ងាត់នៃបន្ទប់សម្ងាត់មួយហ្នឹងបន្ទាប់ពីគាត់អឺតមើលក្តារអុកហ្នឹងមួយសន្ទុះគាត់បានគិតថាលើក្តារអុកហ្នឹងគឺវាមានអក្សរនៅលើហ្នឹងហើយគេបានសរសេរថាការដុតទៀនគឺធ្វើឲ្យមេឃនិងផែនដីងងឹតបន្ទាប់ពីគាត់មើលមួយសន្ទុះទៀតមកគាត់បានយល់ហើយថាក្តារអុកហ្នឹងគឺគេចង់និយាយពីអីហើយបន្ទាប់មកក៏គាត់បាននិយាយថាតាមពិតទៅលេខសម្គាល់សម្ងាត់មួយហ្នឹងគឺវាអត់មានអីអស្ចារ្យទេវាគ្រាន់តែជាល្បិចបោកឆោតក្មេងប៉ុណ្ណោះហើយគាត់បានបន្តទៀតថាប្រភេទនៃលេខកូដសម្ងាត់ហ្នឹងគឺស្តៀងនឹងលេខកូដទូទៅដែរកន្លែងនេះអត់មានសំបត់តាមគេសរសេរណាដោយសារតែអត់មានក៏អត់យល់ដែរថាក្បួនការលេងទាំងអស់ហ្នឹងគឺគេចង់មានន័យថាម៉េចចឹងហើយអត់មានសំបកតាមគេសរសេរហើយអាហ្នឹងកន្លែងហ្នឹងគេនិយាយថាទិដ្ឋភាពនេះដូចជាក្បួនបែបបុរាណពីការប្រកួតនៃផ្កាយទាំង7ល្បីល្បាញនៃរាជវង្សឈីងរទេះទាំង8คล้ายទៅជា4បន្ទាប់មកក្តារអុកទី2បាននិយាយថាគ្រប់គ្នាដែលធ្លាប់ស្គាល់ជាមួយនឹងការប្រកួតចុងក្រោយនេះនឹងដឹងថាប្រសិនបើក្រុមក្រហមស៊ីដំរីរបស់ពួកគេបានពួកគេនឹងត្រូវចាញ់ដើម្បីឈ្នះពួកគេគួរតែរក្សាភាពស្ងប់ស្ងាត់ហើយរក្សាខ្លួនឯងហើយធ្វើការចរចានោះជាយុទ្ធសាស្ត្រដ៏ល្អបំផុតដូច្នេះហើយវាច្បាស់ណាស់ថាចំណុចនេះគឺត្រូវបញ្ឈប់នៅទីនេះដើម្បីសង្កត់ធ្ងន់ទៅលើយានជំនិះពណ៌ក្រហមនិងស្ដេចពណ៌ខ្មៅដូច្នេះស្វែងរកតួអក្សរពីរដែលត្រូវរើគ្នានៅក្នុងខ្សែបញ្ឈរបន្ទាប់មកអនុវត្តទៅលើការបំបីដ៏សាមញ្ញមួយហើយរៀបចំឡើងវិញលើតួអក្សរទាំងពីរនេះហើយនៅពេលដែលអាស៊ីរៀបឡើងហ្នឹងក៏បានដឹងចម្លើយថាចម្លើយហ្នឹងគឺវាគឺជាចង្គៀងហើយអាស៊ីគឺគាត់បាននិយាយថាបើសិនបើនោះគឺជាកន្លឹះយន្តមែនវាគួរតែមានពលិរហ័សតែមួយគត់នៅទីនេះបន្ទាប់មកអាស៊ីគឺគាត់ដឹងច្បាស់ហើយថាកន្លឹះសម្ងាត់គឺពិតជាចង្គៀងពិតមែនប៉ុន្តែបើទោះបីជាគាត់ដឹងចម្លើយក៏ដោយក៏គាត់នៅតែអត់សប្បាយចិត្តដោយសារតែគាត់មានអារម្មណ៍ថាចម្លែកព្រោះអីកន្លឹះសម្ងាត់បែបហ្នឹងមិនបានគេទុកចោលវានៅលើតុអញ្ចឹងហើយអាស៊ីគឺគាត់បានគិតបន្តទៀតទៅថាវាច្បាស់ថាមិនមែនជាអ៊ីឡាំងគឺជាអ្នកធ្វើទេព្រោះអ៊ីឡាំងគឺជាម្ចាស់ផ្ទះបើមិនសិនជាគាត់ចង់ឲ្យអ្នកដទៃដឹងពិតមែនគាត់គ្រាន់តែប្រាប់ទៅបានហើយមិនបាច់ចាំមានបញ្ហាវែងឆ្ងាយបែបហ្នឹងទេហើយការឆ្លាតវាមើលទៅព្រាលនិងមានភាពរញ៉េរញ៉ៃខ្លាំងអញ្ចឹងហើយបង្ហាញថាអ្នកដែលកំពុងឆ្លាតហ្នឹងគេប្រកាសជាបញ្ញាខ្លាំងហើយលើពីនេះទៀតការប្រើលេខកូដសម្ងាត់ដើម្បីទុកជាសារក្នុងវិធីលក្ខណៈបែបនេះស្ថានភាពដែលអាចទៅរួចគឺមានតែការសុំជំនួយប៉ុណ្ណោះបន្ទាប់មកអាស៊ីក៏គាត់បានគិតបន្តទៀតថាតើអាចទៅរួចអត់ថាមានមនុស្សគឺកំពុងតែឃុំខ្លួននៅក្នុងបន្ទប់សម្ងាត់មួយហ្នឹងហើយត្រូវបានដោះលែងឲ្យចេញមកក្រៅដើម្បីស្រូបយកសារអាកាសតែមួយផ្លេកហើយនៅពេលដែលមនុស្សម្នាក់ហ្នឹងចេញមកក្រៅហ្នឹងក៏បានទុកលេខសម្ងាត់ហ្នឹងដើម្បីឲ្យអ្នកមកក្រោយទៀតបានដឹងពីបន្ទប់សម្ងាត់មួយហ្នឹងប៉ុន្តែបើសិនបើគាត់ទុកជាលេខកូដសម្គាល់វាមើលទៅច្បាស់ពេកដូច្នេះហើយទើបគាត់ឆ្លាតជាលេខកូដទាំងនេះបែបនេះបើទោះបីជាអ្នកដែលចាប់ពួកគេមកឃើញក៏ពួកគេមិនចាប់អារម្មណ៍ដែរព្រោះតែគិតថាវាគ្រាន់តែជាក្បែរក្មេងលេងប៉ុណ្ណោះការចង់ណៃនេះវាអាចនិយាយបានដល់ធំនេះអាស៊ីក៏គាត់បានគិតបន្តទៀតថាម្យ៉ាងទៀតបន្ទប់ហ្នឹងគឺសិតថាទូលីវាមើលទៅអត់តំណងថាមានមនុស្សរស់នៅតែម្ដងហើយដូច្នេះហើយផ្អែកទៅលើការប៉ាត់ស្មានរបស់គាត់គិតថាអ្នកដែលចាប់ខ្លួនពួកគេមកប្រហែលជាមនុស្សម្នាក់ដែលឈ្មោះអ៊ីឡាងហ្នឹងឯងស្អីរឿងក៏បានកាន់នៅពេលដែលអាស៊ីងក៏បានចូលមកខ្នានព្រៃនឹងដបងវិញម្ដងគាត់បាននិយាយថាវាអត់សមហេតុសមផលសោះតែម្ដងសម្រាប់ឲ្យគាត់រស់នៅក្នុងកន្លែងបែបហ្នឹងម្នាក់ឯងអីបែបហ្នឹងហើយវាមិនត្រឹមតែជាភ្នំលៀនអេទេនៅទីនេះគ្មានភូមិអ្នកស្រុកហើយក៏ទីនេះជាតំបន់ព្រៃដាច់ស្រយាលទៀតគ្មានឡានម៉ូតូគ្មានអីសោះតែម្ដងបើចឹងអីតើឲ្យគាត់រស់នៅបែបណាតើមកអាស៊ីក៏បាននិយាយបន្តទៀតថាឬមួយក៏អ៊ីឡាងហ្នឹងរស់នៅដោយពឹងផ្អែកលើការបបបាញ់ប៉ុន្តែមើលទៅវាអត់ដូចតែម្ដងដោយសារតែអ៊ីឡាងមានស្បែកសហើយនឹងរលោងអីចឹងណាវាអត់សមនឹងអ្នកបបបាញ់តតែសោះហ្មងហើយដៃរបស់គាត់វិញគឺមិនដូចជាដៃដែលមនុស្សតែតែងតែធ្វើការងារធ្ងន់នោះទេបើទោះបីជាគាត់តែងតែញញឹមហើយនិយាយដល់ពាក្យទន់ភ្លន់ក៏ដោយប៉ុន្តែខ្សែភ្នែកដែលគាត់សម្លឹងទៅកាន់មនុស្សវាគឺជាខ្សែភ្នែកដែលត្រជាក់និងគួរឲ្យខ្លាចមួយគូទៅវិញហើយស៊ីងគាត់បានបន្តទៀតថាគាត់មានអារម្មណ៍ថាបរិបទហ្នឹងគឺមានគ្រោះថ្នាក់ខ្លាំងណាស់
ហើយសងចាំម្នាក់នោះក៏ចម្លែកដែរក៏បាននិយាយថាមានមនុស្សរស់នៅក្នុងផ្ទះចាស់មួយនឹងវាច្បាស់ណាស់ថានេះគឺជាព័ត៌មានដ៏សំខាន់មួយដូច្នេះខ្ញុំពិតជាភ្ញាក់ផ្អើលណាស់នៅពេលដែលខ្ញុំបានឃើញពលឺចេញពីផ្ទះនោះនោះពេលនោះគឺអ៊ីឡាងមិនត្រឹមតែឃើញមុខខ្ញុំទេគាត់ថែមទាំងស្គាល់ឈ្មោះខ្ញុំថែមទៀតផងមើលទៅដូចជាដល់ពេលដែលត្រូវបញ្ចប់ដោយស្ងាត់ស្ងាត់ហើយបន្ទាប់មកអ៊ីឡាងក៏បានសើចហើយក៏បាននិយាយថាវាគឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយតែមានទ្រព្យសម្បត្តិកម្រអ្វីខ្លះដែលកំពុងតាក់ទងនៅក្នុងផ្ទះចម្លែកមួយនោះខ្ញុំចង់ឃើញបន្តិចទៀតហើយសេរីរឿងនៅ chapter ទី3របស់យើងក៏ត្រូវបានបញ្ចប់ដំណឹងដូចគ្នាយល់រំទៅ admin sorry ខ្លាំងមែនទែនដោយសារមានអារម្មណ៍ថាភាគហ្នឹងគឺ admin ធ្វើអត់បានល្អទេមានអារម្មណ៍ថាការនិយាយរបស់ admin គឺអត់ទំនងអីអញ្ចឹងណាអញ្ចឹងហើយ admin គឺ sorry ណាបងប្អូនខ្លាំងហ្មងប៉ុន្តែអ្នកនរកុំភ្លេចចូល like និង subscribe channel របស់ admin ផងដើម្បីឲ្យ admin មានកម្លាំងចិត្តធ្វើបន្តទៀតអញ្ចឹងណាអញ្ចឹងហើយរងចាំជួបជាមួយនឹង admin នៅភាគក្រោយទៀត goodbye